taនឹងមានអ្វីកើតឡើងបើសិនជាប្រជាជនកម្ពុជាអស់ធ្វើការ trading ចម្លើយយ៉ាងខ្លីគឺអន្តរាយមូលហេតុគេតកតងជាមួយនឹងជំនាញមួយនេះដែរគឺมันអាចជួយអ្វីទៅដល់សង្គមបានក្រៅពីយើងធ្វើការបរិច្ចាគទៅលើលុយទេព្រោះដោយសារតែវាអត់មានជួយដូចជាអីគេវាមិនមែនជាជំនាញដូចជា doctor វិស្វករឬក៏លក្ខណៈជំនាញមួយនេះគឺជាជំនាញបែបលក្ខណៈអាត្មានិយមតែព្រោះដោយសារតែយើងយកផលចំណេញគឺដើម្បីខ្លួនឯងនៅក្នុងហ្នឹងណាហ្នឹងហើយយើងជួយនោះគឺដើម្បីខ្លួនឯងយើងអត់មិនបានយករបស់ហ្នឹងទៅធ្វើការដោះដូរជាមួយនឹងអ្នកណាម្នាក់ទេប៉ុន្តែតកតងជាមួយចំណុចនេះវិញវាមាន pro and con ណាគុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិបើសិនជាយើងបកកែនៅក្នុងការ trade យើងអាចយកលុយពីប្រទេសក្រៅមកចូលនៅក្នុងសេដ្ឋកិច្ចរបស់យើងបានគុណវិបត្តិហូរលុយចេញទៅក្រៅតែបើសិនបើយើងធ្វើការ trade នៅក្នុង broker ស្រុកខ្មែរអានឹងបានន័យថាចរន្តគឺវិលចុះឡើងនៅក្នុងហ្នឹងណាហ្នឹងហើយតើតើជាមួយនឹង C ជំរឿគឺខ្ញុំមកចង់និយាយទេតើតើជាមួយនឹងចរន្តលុយមួយហ្នឹងប៉ុន្តែខ្ញុំចង់បកស្រាយតើតើជាមួយនឹងបើសិនជាទាំងអស់គ្នាខ្លាចជា trader ទាំងអស់គឺនឹងមានភាពលំបាកសម្រាប់ប្រទេសជាតិប៉ុន្តែបើសិនជាយើងធ្វើបែបលក្ខណៈផ្សេងឧទាហរណ៍ថាឥឡូវយើងមានការងារធ្វើយើងមានបរិញ្ញាបត្រយើងមានការងាររកស៊ីមួយដ៏ល្អនៅក្នុងហ្នឹងយើងយកវាធ្វើជា side income គឺល្អមែនទែនប៉ុន្តែតើតើជាមួយនឹងការយកវាធ្វើជា side income តើអ្នកត្រូវតែប្រយ័ត្នដូចគ្នាព្រោះដោយសារតែអីមិនមែនខ្លាចជា side income ប៉ុន្តែទៅជាside loss វិញនៅក្នុងហ្នឹងណាបានន័យថាយើងខំប្រឹងរកស៊ីចឹងងាប់យើងខំប្រឹងធ្វើការចឹងងាប់ប៉ុន្តែយើងបកទៅ trade forex ឬក៏ cryptocurrency លាក់នឹងលាក់ធ្វើឲ្យយើងអស់លុយទៅវិញអញ្ចឹងលុយសន្សំរបស់យើង 30% ក៏ដោយនៅពេលណាដែលយើងអត់ជំនាញគឺអាហ្នឹងវា bleeding ឯងទៅលើ cash របស់យើងឬក៏ទឹកលុយរបស់យើងគឺហូរចេញនៅក្នុងហ្នឹងអញ្ចឹងសរុបមកវិញតកតងជាមួយនឹងចំណេះជំនាញក្នុងការ trading នេះដែរគឺតម្រូវឲ្យយើងមានទុនមានចំណេះហើយនឹងពេលវេលាដើម្បីធ្វើការតាមដានទៅលើវាប៉ុន្តែតកតងជាមួយនឹងមួយរយៈក្រោយនេះគឺយើងបានធ្វើការ integrate ជាមួយនឹង application មួយដែលយើងអាចធ្វើការកាត់បន្ថយពេលវេលាអ្នកនរគ្នាបានកាត់បន្ថយចំណេះជំនាញមួយចំនួនប៉ុន្តែយើងត្រូវការ basic understanding ការយល់ដឹងបែបមូលដ្ឋានមួយចំនួនដើម្បីធ្វើការ trade ទៅយើងចំណេញព្រោះដោយសារតែ application មួយនេះដែរគឺវាបង្ហាញទៅតាមបែបបទមួយចំនួននៅក្នុងការចូលទីផ្សារនៅក្នុងហ្នឹងណាហ្នឹងហើយសម្រាប់បងដែលគាត់ level ក្នុងការងារ level RC មួយចំនួនគឺគាត់បើចាំចំណាយពេលនៅក្នុងការវិភាគទីផ្សារនោះទេមូលហេតុអីគេ application មួយហ្នឹងធ្វើការបង្ហាញជូននៅកន្លែងចូលទីផ្សារកន្លែងចេញកន្លែង take profit ប៉ុន្តែតើតើជាមួយនឹង risk management ទាំងអស់គ្នាត្រូវតែរៀនដូចគ្នានៅក្នុងហ្នឹងហើយទុនអ្នកនរគ្នាក៏ដូចគ្នាដែរត្រូវតែធៀមណាត្រូវតែធៀមព្រោះមូលហេតុអីគេការ trading ទៅលើ forex ក៏ដោយ cryptocurrency ក៏ដោយអ្នកនរគ្នាត្រូវដឹងថាកុំសម័យតើតើជាមួយនឹងខ្ញុំរៀនវារយៈពេល3ឆ្នាំហើយ4ឆ្នាំហើយខ្ញុំទៅធ្វើវាជោគជ័យអត់ទេត្រូវការទុនណាត្រូវការទុនវាមិនមែនជាជំនាញដូចជាបញ្ញាបត្រឬក៏អនុបណ្ឌិតដែលយើងរៀនហើយដល់ពេលយើងអត់ទុនយើងអាចនឹងធ្វើការគេបានទី1ណាយើងបានប្រាក់បៀវត្សមួយចំនួនប៉ុន្តែជំនាញចំណេះទៅលើការ trading នេះវិញដាច់ខាតត្រូវការទុនបើអ្នកនរគ្នាអត់មានទុនទេគឺពិបាកនៅក្នុងការជោគជ័យមែនទែននៅក្នុងហ្នឹងអញ្ចឹងបងប្អូនបកមកវិញតទៅជាមួយ application មួយហ្នឹងខ្ញុំប្រើប្រាស់វាជារៀងរាល់ព្រឹកព្រោះដោយសារតែខ្ញុំមានរបួសដូចគ្នាដែរនៅក្នុងហ្នឹងណាតែពេលថ្ងៃខ្ញុំត្រូវទៅតាមចំណេះជំនាញរបស់ខ្ញុំអញ្ចឹងពេលព្រឹកខ្ញុំអាចធ្វើការទិញមកគឺចំណេញល្អមែនទែនបងប្អូនអាចនឹងធ្វើការមើលទៅលើ screen មួយនេះខ្ញុំនឹងបង្ហាញផលចំណេញព្រឹកមិញនៅក្នុងហ្នឹងហើយតកតងជាមួយនឹង app មួយនេះដែរគឺអត់ប្របាយបងប្អូនវាស្តៀងជាមួយនឹង Meta Trader 4 Trader 5ដូចគ្នាប៉ុន្តែគ្រាន់តែអ្នកទាំងអស់គ្នាធ្វើការរងចាំទៅលើបទបញ្ជាឬក៏បទបង្ហាញរបស់ app នេះដើម្បីចូលធ្វើការទិញឬក៏លក់នៅក្នុងហ្នឹងព័ត៌មានបន្ថែមតាក់ទងជាមួយនឹង app មួយនេះដែរសម្រាប់អ្នកនរគ្នាចង់ទៅប្រើប្រាស់អាចតាក់ទងទៅខាង admin របស់យើងបានឬក៏តាក់ទងមកខាង WDS របស់យើងនៅក្នុងហ្នឹងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងណាអញ្ចឹងសម្រាប់ចិត្តឲ្យមែនតើតាក់ទងជាមួយនឹងការជ្រើសរើសវិស័យមួយនេះហើយបើសិនជាអត់មានពេលហើយអត់មានទុនទេអ្នកនរគ្នាអាចពិចារណាឡើងវិញអរគុណ